សូមជូនរឿងព្រះនាងត្រូវបណ្តាសាយែកព្រះនាងកាលយាណីដ៏ស្រស់ស្អាតរស់នៅក្នុងនគរចន្ទរាដ៏សែនមនោរម្យព្រះនាងជាទីស្រឡាញ់របស់ប្រជារាស្ត្រគ្រប់គ្នាដោយសារព្រះនាងមានប្រតិយសប្បុរសនិងចូលចិត្តដើរលេងក្នុងសួនផ្កាដ៏ស្រស់បំព្រងរបស់នគរថ្ងៃមួយខណៈដែលព្រះនាងកំពុងសប្បាយរីករាយស្រាប់តែមានយក្សដ៏កំណាចមួយឈ្មោះក្រឹស្នាបានលេចមុខឡើងទាំងកំហឹងនៅក្នុងសួនផ្ការបស់ព្រះនាងយក្សក្រឹស្នាបានស្រែកគំរាមថានឹងកំប្លែងនគរចន្ទរាព្រះនាងកល្យាណីបានព្យាយាមបញ្ឈប់យក្សប៉ុន្តែយក្សក្រឹស្នាបានបាចម្សៅវេទមន្តដ៏ខ្មៅងងឹតមួយចំនួនទៅលើព្រះនាងហើយដាក់បណ្ដាសាឲ្យព្រះនាងคล้ายជាថ្មដើម្បីកុំឲ្យនរណាម្នាក់អាចឃើញស្នាមញញឹមដ៏ស្រស់ស្អាតរបស់នាងបានទៀតប្រជារាស្ត្រក្នុងនគរចន្ទរាមានការសោកសៅជាខ្លាំងនៅពេលដែលព្រះនាងជាទីស្រឡាញ់របស់ពួកគេបានคล้ายជាថ្មស្ដេចបានប្រកាសថាអ្នកណាដែលអាចដោះបណ្ដាសារបស់ព្រះនាងបាននឹងទទួលបានរង្វាន់ធំព្រះអង្គម្ចាស់អរជន់មកពីនគរជិតខាងបានឮដំណឹងនេះហើយមានចិត្តអាណិតព្រះនាងជាខ្លាំងព្រះអង្គម្ចាស់បានសម្រេចចិត្តចេញដំណើរទៅស្វែងរកយក្សក្រឹស្នាដើម្បីដោះបណ្ដាសាឲ្យព្រះនាងកាលយាណីបន្ទាប់ពីធ្វើដំណើរដ៏វែងឆ្ងាយព្រះអង្គម្ចាស់អរជន់ក៏បានរកឃើញលអាងរបស់យក្សក្រឹស្នាព្រះអង្គម្ចាស់បានប្រឈមមុខនឹងយក្សដោយក្លាហានហើយបានប្រែប្រាជ្ញារបស់ព្រះអង្គដើម្បីយកឈ្នះលើយក្សដោយសន្យាថាបើយក្សដោះបណ្ដាសាព្រះអង្គនឹងសង់ប្រាសាទមួយឧទ្ទិសដល់យក្សក្រឹស្នាបានយល់ព្រមតាមសំណើរបស់ព្រះអង្គម្ចាស់ហើយបានដោះបណ្ដាសាឲ្យព្រះនាងកល្យាណីរស្មីវេទមន្តដ៏ភ្លឺថ្លាបានគ្របដណ្ដប់លើព្រះនាងហើយព្រះនាងក៏បានត្រឡប់មករូបរាងដើមវិញនគរចន្ទរាបានប្រារព្ធពិធីអបអរសាទរយ៉ាងអធិកអធរចំពោះព្រះនាងនិងព្រះអង្គម្ចាស់អរជន់